Sixteen atau ini dia mentah merian bimbang mak tentang tentang web development front end HTML. We learn HTML today, and ngày nắng kia ngày HTML trong cáiយើងនឹងបន្តទៅ CS បន្តពីមេរៀននេះតទៅទៀតដូចគ្នានេះយើងបន្តពី tutorial ពីមុនទៀតគឺ tutorial មុនយើងរៀនអំពី table ណាអញ្ចឹង tutorial នេះយើងរៀនអំពី form ហើយនិង form attribute អញ្ចឹងកន្លែងនេះគឺវាមានសារៈសំខាន់ចំពោះយើងធ្វើជា back office យើងត្រូវស្គាល់ពី form ការបំពេញបែប bot នេះអញ្ចឹងដើម្បីអាច save form បានគ្រាន់តែយើងដាក់ form អញ្ចឹងមកបើកមកហើយវាមាន form element អញ្ចឹង form element មានច្រើនគឺ form element ឬក៏ form attribute ចាអញ្ចឹងយើងដាក់ action នេះមានថា action ទៅកាន់ page ណាមួយដល់ពេលយើងចុច submit ប៊ូតុង submit input នេះគឺវានឹងធ្វើ action submit ទៅកាន់ page តែនេះយើងឧទាហរណ៍ជា PHP រៀន PHP អញ្ចឹងវាចាប់យក input របស់យើងដូចជា first name ហើយនឹង last name អញ្ចឹងនៅក្នុងនេះមាន label គឺជា text ដើម្បីសម្គាល់ទៅលើ input ហ្នឹងអញ្ចឹង input ជា text អញ្ចឹងនៅកន្លែងនេះយើងរៀនពី text អញ្ចឹងយើងដាក់ ID ឬក៏ name ដើម្បីសម្គាល់ហើយយើងចាប់យក value នេះ value John ក៏ value Doe អញ្ចឹងយើងដាក់អញ្ចឹងវានឹងចេញនៅក្នុង box យើង default គឺ value ឈ្មោះថាគឺ first name គឺ John last name គឺ Doe ហើយយើងចុច submit ទៅយើងនឹងទទួលបាន value ហ្នឹងយើងអាចកែ value បាននៅក្នុង box input ហ្នឹងហើយបន្តទៀតយើងរៀនពី form element អញ្ចឹង form element មានច្រើនអញ្ចឹងទាំងអស់ហ្នឹងគឺយើងនឹងប្រើនៅពេលដែលយើងធ្វើជា back office form ដើម្បី input ទិន្នន័យអញ្ចឹងមានដូចជា form គឺជា definition HTML form for user input អញ្ចឹងពាក្យហ្នឹងគឺជាពាក្យជា tag មួយដើម្បីបិទបើកនៅលើគេ import តោះនេះយើងមាន input គឺយើងមានdefine នៅ input control មាន touch area គឺជា box យ៉ាងធំទៀតវាមានហៅថា multiple input control មាន label ដើម្បី define label define ឈ្មោះនៃ element ហ្នឹងមាន field set ហៅថា group related element in the form មាន legend មាន select មាន op group មាន option មាន button មាន data list ហើយនឹង output នេះអាចមើលបន្ថែមទៅ definition របស់វានៃ form element ហ្នឹងអាចចូលទៅកាន់ website WC School គឺខ្ញុំដកស្រង់ចេញពី website នេះគឺវាមានមកកញ្ចប់នៃ form element ឬក៏ form ទាំងអស់ហ្នឹងនៅក្នុងនឹងតែម្ដងហើយមាន code សពហើយនឹង code ដែលយើងអាចសរសេរបានអញ្ចឹងបន្តទៀតគឺយើងរៀនពី form ជា input វាមានច្រើនមាន type input type វាមាន type button type checkbox type color date time local email file hidden image month number password មាន radio មាន range មាន reset មាន search មាន submit មាន telephone មាន touch មាន time មាន URL និង widget ណានឹងយើងរៀនតែទស្សនប៉ុណ្្នឹងទេអ្នកខ្ញុំអាច copy form នេះទៅដាក់ចូលទៅក្នុង input ទៅនឹងចេញថាវាចេញយ៉ាងម៉េចចឹងឥឡូវជាឧទាហរណ៍ខ្ញុំ copy វាដាក់នៅក្នុង project របស់យើងដែលយើងបានសរសេរពីមុនមកជាឧទាហរណ៍យើងថ្ងៃនេះយើងរៀនពី form វាដាក់ form នៅ HTML ចឹងមកហើយយើងសេរីរាល់ដងចឹងបើសិនជាយើងដាក់វានៅក្នុងនេះតើ form មកចេញយ៉ាងម៉េចចឹងនៅក្នុង form មាន form បិទបើកមួយជាលុបហើយសារតែយើង copy វាជាប់ space ជាប់អីនៅក្នុងនោះពេលអ្នកគ្នាសរសេរ form ចឹងហើយមានយើងដាក់ HP សម្គាល់ថាជា HTML form ហើយខ្ញុំដាក់ paragraph នេះហើយយើង click refresh នៅលើ browser មកឬក៏យើងអាច reveal in the finder ចឹងមកយើង refresh មកគឺយើងមាន form យើងគឺ
mô tha first name John chứ chẳng ai submit từ bán chỉ việc click submit vềនឹង code action page action page PHP តែបច្ចុប្បន្ននៅtrongមានchứ ai click ទៅប៉ុន្តែជាអត់មាន page ឈ្មោះថា action page .php ដើម្បី control ទៅលើ input នោះទេជាង click មកគឺវាអត់មានទេអញ្ចឹងយើងវារកទៅ action page ហ្នឹងហើយដើម្បីយើងចាប់គឺចាប់នេះគឺមាន query មកថា John ហើយនឹង name នេះយើងអាចចាប់ចូល page បានណាអញ្ចឹងទៅមុខទៀតយើងអាចរៀនទៅតាមវាប៉ុន្តែ in reality we take only JS JavaScript will handle input ហ្នឹងជួបគ្នានៅវីដេអូក្រោយ